គឺអាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មីថាដើម្បីការពារខ្លួនបាទរឿងនៅអាមេរិកនេះគឺអ៊ីរ៉ង់នេះគឺបងប្អូនម្សិលមិញអាមេរិកទម្លាក់គ្រាប់បាញ់កំទេចនាវាមួយទឹកឬក៏សំទោសនាវារបស់អ៊ីរ៉ង់2គ្រឿងហើយនឹងបាញ់កំទេចកន្លែងទីតាំងបាញ់កាំជ្រួចរបស់អ៊ីរ៉ង់នៅភាគខាងត្បូងគឺនៅជិតច្រកហ័រមូសហ្នឹងរឿងនេះគឺកំពុងតែចរចាគ្នាថាចិត្តដល់ហើយចិត្តបានសម្រេចហើយឥឡូវបាញ់គ្នាប្រាវទៀតហើយមានបတ်ឈប់បាញ់ទៀតអាមេរិកកំពុងដាក់សម្ពាធអ៊ីរ៉ង់ទេថាណែឯងកុំឃើញអាមេរិកស្លូតចេះពជាចង់យកលេសអីណាដេកសំដួលមួសំគ្រិចហ្នឹងប្រហែលជាអញ្ចឹងដូច្នេះអាមេរិកបាញ់នេះគឺអាមេរិកបានអះអាងថាដើម្បីការពារខ្លួនសុទ្ធសាធគឺបាញ់កំទេចកប៉ាល់ឬក៏អ៊ុបវ៉ពីរគ្រឿងដែលមករាយមីនទៀតអ៊ីរ៉ង់នឹងក៏ខូចដែរមករាយមីននៅអាចរកហ័រមូសនឹងទៀតអញ្ចឹងអាមេរិកខ្លាចប៉ះពាល់ដល់នាវាឆ្លងកាត់ច្រកហ័រមូសឬក៏ប៉ះពាល់ដល់ទ័ពរបស់ខ្លួនសុវត្ថិភាពគឺបាញ់កំទេចហើយបាញ់ទៅកន្លែងអាវុធមីស៊ីលកន្លែងបាញ់ចេញមកហ្នឹងហើយអ៊ីរ៉ង់បាញ់តបអីខ្លះក៏ប៉ុន្តែអាមេរិកបានបង្ក្រាបតាន់ពេលទៅរឿងនេះវារៀងក្តៅមួយឆាវដែរប៉ុន្តែលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកថាការចរចានៅបន្តទៅទៀតទេអត់អីទេគ្រាន់តែថាអ៊ីរ៉ង់អត់ឲ្យងើបធ្មងរួចទេហើយអាមេរិកបានពមៀនទៀតនៅពេលដែលវាយប្រហារនេះចុងក្រោយលើកទី3នេះណាប្រាប់ទៀតថាបើការចរចាបានផលឬមិនបានផលគឺត្រូវតែទៅបើចង់និយាយថាបើបានផលចាត់ទុកថាសំណាងអ៊ីរ៉ង់បើអត់បានផលគឺវាកំទេចឲ្យទៅជាផេះផង់ដដែលទេដូច្នេះរឿងនេះគឺយើងចាំមើលតទៅទៀតបងប្អូនខ្ញុំរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ចេញសេចក្តីថ្លែងការណ៍ដូចនេះគឺរដ្ឋាភិបាលឯករាជ្យខកចិត្តចំពោះការរបបក្រុងភ្នំពេញរបបរដ្ឋាភិបាលគ្រួសារតកូលហ៊ុនដែលផ្ដល់សេរីភាពដល់លោកកម្មសខាត្រឹមតែអាចបំពេញករណីកិច្ចគ្រួសារនិងធ្វើកិច្ចការផ្ទាល់ខ្លួនក៏ប៉ុន្តែមិនផ្ដល់សិទ្ធិនយោបាយពេញលេញដល់គាត់ដើម្បីផលប្រយោជន៍ជាតិនេះមានន័យថាលោកកម្មសខាក៏ដូចជាអ្នកទស្សនយោបាយដទៃទៀតដែរនិងអ្នកទស្សននការផ្សេងទៀតគឺស្ថិតនៅក្នុងលក្ខខណ្ឌជាអ្នកទស្សនយោបាយរបស់លោកហ៊ុនសែនដដែលទេរដ្ឋាភិបាលក្រៅប្រទេសនេះបាននិយាយទៀតថាយើងទាមទារឲ្យរបបក្រុងភ្នំពេញនៃរបបគ្រួសារត្រកូលហ៊ុនត្រូវតែផ្ដល់សិទ្ធិសេរីភាពនយោបាយពេញលេញជូនលោកកម្មសខានិងឲ្យគាត់អាចធ្វើដំណើរចេញចូលក្នុងនិងក្រៅប្រទេសដោយពលរដ្ឋទូទៅដែរបើទោះបីជាការចាប់ផ្ដើមដ៏ត្រឹមត្រូវនៃដំណើរការផ្សះផ្សាដែលនឹងឈានដល់ការសាមគ្គីឯកភាពជាតិក៏ដោយយើងខ្ញុំសូមបញ្ជាក់ថាសាមគ្គីឯកភាពជាតិមិនអាចកើតឡើងពីល្ខោនបំបិតសេរីភាពបុគ្គលណាម្នាក់នៅក្នុងសង្គមនោះឡើយក៏ប៉ុន្តែទាល់តែផ្ដើមចេញពីការផ្សះផ្សាដោយសុចរិតនិងគោរពគោលការណ៍យុត្តិធម៌ទើបឈានដល់សាមគ្គីឯកភាពជាតិរឹងមាំនៅក្នុងស្មារតីជាតិពិតប្រាកដដូច្នេះរដ្ឋាភិបាលនេះបារម្ភថាលោកកម្មសុខានឹងក្លាយទៅជាល្បែងនយោបាយខ្វះគុណធម៌មួយរបស់អ្នកមានអំណាចដែលប្រើឧបករណ៍ឃោសនាប្រងព្រាតអំពីរបស់ដែលពួកគេបំភាន់ថាជាសាមគ្គីឯកភាពជាតិដើម្បីបោកប្រាស់ប្រជាពលរដ្ឋបន្ថែមលើការបណ្ដោះលែងអ្នកទស្សនយោបាយមនសិការប្រមាណ100នាក់ទៀតនោះធ្វើឲ្យយើងបារម្ភអំពីការបន្តយុទ្ធនាការរបស់របបក្រុងភ្នំពេញក្នុងការដែលបំពានសិទ្ធិមនុស្សនៅកម្ពុជាហើយលទ្ធិប្រជាធិបតេយ្យកម្ពុជានៅតែវិលវល់នៅក្នុងដែនអំណាចប្រជាការលក្ខណៈនេះធ្វើឲ្យកម្ពុជាបាត់សក្តានុពលលើឆាកអន្តរជាតិក្នុងករណីចាំបាច់ដើម្បីដោះស្រាយបញ្ហាយុវជនជាតិដូចជាចំនួនព្រំដែនការឆបោកអនឡាញនិងពាណិជ្ជកម្មបានចឹងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សូមជំរុញឲ្យសហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋខ្មែរបង្ហាញបំណងនិងសកម្មភាពប្រតិបត្តិតាមទាមទារតាមត្រង់ឲ្យរដ្ឋាភិបាលរបបក្រុងភ្នំពេញឈប់បន្តអូសបន្លាយប្រើល្បិចក្តោបសិទ្ធិប្រជាពលរដ្ឋនិងនយោបាយប្រជាធិបតេយ្យធ្វើឲ្យអ្នកនយោបាយប្រជាធិបតេយ្យធ្វើជាចំណាប់ខ្មាំងនិងអំណាចផ្ដាច់ការរបស់ខ្លួនតទៅទៀតនោះល្បែងនយោបាយបែបនេះកាន់តែធ្វើឲ្យប្រទេសជាតិវាន់កលងក្នុងវិបត្តិកាន់តែជ្រៅនិងកាន់តែខ្សោយជាលំដាប់បាទថ្ងៃទី26ខែឧសភាឆ្នាំ2026បាទឥឡូវនេះក្រៅតែពីអង្គការទាំងនេះមែនតើទៅគឺយើងឃើញរដ្ឋាភិបាលបរទេសហាក់ដូចជាអត់ចាប់អារម្មណ៍លើការលើកលែងទោសលោកកម្មសុខាសោះរឿងនេះគឺជារឿងគួរឲ្យព្រួយបារម្ភដែរបងប្អូនព្រោះអីធម្មតារដ្ឋាភិបាលបរទេសមានស្ថានទូតអាមេរិកនៅកម្ពុជាមានសហគមន៍អឺរ៉ុបមានប្រទេសអីផ្សេងទៀតគឺព្យាយាមចូលទៅសួរសុខទុក្ខលោកកម្មសុខាតាមដានរឿងក្តីលោកកម្មសុខាណាហើយចង់ឲ្យមានការដោះលែងលោកកម្មសុខាមែនតើក៏ប៉ុន្តែឥឡូវរដ្ឋាភិបាលកម្ពុជាដោះលែងលោកកម្មសុខាឲ្យផុតពីជាប់គុកនៅពន្ធនានៅផ្ទះហើយចុះហេតុអីបានជាសហគមន៍អន្តរជាតិនេះអត់មានអ្នកណាចេញសារតអីមួយសោះមកដល់មកនេះអត់ទាន់មានទេណាបងប្អូនបើបងប្អូនឃើញប្រាប់ខ្ញុំផងអាមេរិកអាចយឺតដែរដោយសារតែថ្ងៃ25ម្សិលមិញនៅអាមេរិកវាត្រូវ26នៅស្រុកខ្មែរនេះវាទីបុណ្យគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជនដែលពលីនៅក្នុងសង្គ្រាមអញ្ចឹងជាបុណ្យជាតិរបស់អាមេរិកក៏ប៉ុន្តែទម្លាប់អាមេរិកមិនចំពោះតែថ្ងៃបុណ្យជាតិមិនបុណ្យជាតិទេសេចក្តីថ្លែងការណ៍រួមគឺគេចេញបានគ្រប់តែពេលប៉ុន្តែអត់មានទេសហគមន៍អន្តរជាតិជាពិសេសសហភាពអឺរ៉ុបក៏អត់មានសេចក្តីថ្លែងការណ៍អបអរសាទររឿងករណីលោកកម្មសុខានៅឡើយទេពួកខ្ញុំចូលទៅមើល Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាក៏អត់មានឃើញសារអីក្រៅតែពីសារមួយដែលថ្កោលទោសរដ្ឋាភិបាលកម្ពុជាតាំងពីថ្ងៃ1ខែឧសភាមកម៉េះ
សហរដ្ឋអាមេរិកដែលថាចុងខែសីហាហើយចុងខែមេសាហ្នឹងទៅថ្កោលទោសបន្តតម្កល់សាលក្រមសាលាដំបងហើយទៅថែម5ឆ្នាំមិនឲ្យលោកកឹមសុខាចេញទៅក្រៅហ្នឹងសហរដ្ឋអាមេរិកថ្កោលទោសហើយមិនត្រឹមតែថ្កោលទោសទេគឺចោទចាត់ទុកប្រទេសកម្ពុជាថាខ្វះការទទួលខុសត្រូវខ្វះសីលធម៌នៅក្នុងការដែលចោទអាមេរិកថាជាខុបខិតដើម្បីផ្ដួលរំលំរដ្ឋាភិបាលទៀតផងប៉ុន្តែបងប្អូនណារឿងកម្ពុជានៅវាន់កឡើយព្រោះអីតឡាការមកដល់ម៉ោងនេះនៅចោទប្រកាន់អាមេរិកថាជាប់ចោទពីបទខុបខិតជាមួយលោកកឹមសុខានៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទេណាព្រោះអីសាលដីកាចូលជាស្ថាពរហើយនៅពេលដែលលោកកឹមសុខាអត់ប្តឹងទាស់ហ្នឹងគឺបានន័យថាសាលដីកាដែលចោទប្រកាន់លោកកឹមសុខាហើយនឹងអាមេរិកអីពាក់ព័ន្ធហ្នឹងគឺនៅជាប្រវត្តិសាស្ត្រគឺអត់មានលើកលែងទេព្រោះអីរដ្ឋាភិបាលអត់បានលើកលែងបទចោទទេណារដ្ឋាភិបាលអត់បានលើកលែងបទចោទប្រកាន់ដែលរកឃើញថាលោកកឹមចោទប្រកាន់លោកកឹមសុខាថាខុបខិតជាមួយបរទេសឬក៏មានទោសក្បត់ជាតិហ្នឹងអត់មានលើកលែងអាហ្នឹងទេគឺគ្រាន់តែលើកលែងតែទោសមួយដែលអនុគ្រោះទៅដើម្បីឲ្យទៅជួបម្ដាយទេណារឿងនេះរឿងម្ដាយគឺលោកស្រីសៅថ្ងៃទេលោកយាយសៅថ្ងៃទេបើរឿងមែនតែនគឺអ្វីហ្នឹងគឺរដ្ឋាភិបាលគឺនៅតែចោទប្រកាន់អាមេរិកនិងចោទប្រកាន់ភាគីពាក់ព័ន្ធហ្នឹងថាខុបខិតគ្នាផ្ដួលរំលំរដ្ឋាភិបាលដដែលទេរឿងនេះហើយគឺជារឿងមួយដែលចឹងបានថាបើទម្លាក់ប័ណ្ណចោទទាំងអស់លើលោកកឹមសុខាដោះលែងឲ្យគាត់មានសេរីភាពហ្មងអាហ្នឹងវារួចផុតអាហ្នឹងទាំងអស់អត់មានមន្ទិលអីទៀតទេអញ្ចឹងសហរដ្ឋអាមេរិកអត់មានបានចេញសារគាំទ្រឬសារតអីទេសហភាពអឺរ៉ុបក៏អត់ដែរក៏ប៉ុន្តែដូចខ្ញុំជម្រាបចឹងសហភាពអឺរ៉ុបបិទទៅថាមិនចេញសារតអបអអីដែរប៉ុន្តែយើងចាំសហភាពអឺរ៉ុបនេះកាលពីថ្ងៃ3ខែមេសាឆ្នាំ2023ពេលដែលចេញសាលក្រមផ្ដន្ទាទោសលោកកឹមសុខាភ្លាមសហគមន៍អឺរ៉ុបថ្កោលទោសភ្លាមថ្កោលទោសយ៉ាងចាស់ដៃគឺថាជាការរំលោភបំពានសិទ្ធិមនុស្សសេរីពហុបកហាមឃាត់សិទ្ធិនយោបាយលោកកឹមសុខាសិទ្ធិនយោបាយនេះគឺសំខាន់ទាំងសហរដ្ឋអាមេរិកក៏និយាយដូចនេះដែរគឺគេអត់ខ្វល់ពីរឿងតែត្រឹមដាក់គុកនៅក្នុងពន្ធនាគារក្នុងផ្ទះហ្នឹងទេគឺគេចង់ឲ្យមានសិទ្ធិនយោបាយដល់អញ្ចឹងអាហ្នឹងគឺរឿងធំគឺសិទ្ធិនយោបាយឯនោះវិញមិនមែនរឿងឃុំខ្លួននឹងប្រមាណទេអញ្ចឹងសហគមន៍អឺរ៉ុបតាំងពីពេលហ្នឹងមកសូម្បីតែនៅថ្ងៃទី30ខែមេសាឆ្នាំ2026សហគមន៍អឺរ៉ុបក៏ថ្កោលទោសដែរក៏បង្ហាញអំពីការមិនពេញចិត្តហើយសហគមន៍អឺរ៉ុបនឹងមានប្រទេសបែលហ្សិកមានប្រទេសអីផ្សេងមួយចំនួនទៀតដែលចូលទៅឃ្លាំមើលសវនាការលោកកឹមសុខាក៏គេមិនពេញចិត្តដែរនៅពេលដែលថែម5ឆ្នាំរដ្ឋបတ်សិទ្ធិសេរីភាពលោកកឹមសុខាដូច្នេះសរុបមកជំហររបស់សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកដូចជាអត់មានប្រែប្រួលអីមកត្រេកអរជាមួយនឹងការដែលគ្រាន់តែឲ្យលោកកឹមសុខារួចផុតពីការឃុំខ្លួននៅក្នុងផ្ទះរួចទៅរដ្ឋបတ်សិទ្ធិសេរីភាពនយោបាយដកហូតសិទ្ធិសេរីភាពនយោបាយគាត់ទាំងអស់ទេព្រោះអីកន្លងមកទាំងអាមេរិកទាំងសហគមន៍អឺរ៉ុបអំពាវនាវឲ្យផ្ដល់សិទ្ធិសេរីភាពឲ្យលោកកឹមសុខាបានធ្វើនយោបាយពេញលេញដូចដើមនេះសហគមន៍អន្តរជាតិនេះអត់ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលសំទោសឬក៏បង់សំណងចាត់ទុកថាជារឿងធំណាប៉ុន្តែជាលទ្ធផលគឺរដ្ឋាភិបាលគឺនៅតែធ្វើដដែលគឺរដ្ឋបတ်សិទ្ធិសេរីភាពចឹងបានន័យថាសហគមន៍អឺរ៉ុបឬក៏សហរដ្ឋអាមេរិកអត់មានសេចក្តីថ្លែងការណ៍ណាមួយអបអរសាទររឿងនេះទេរឿងនេះចម្លែកមែនតើបងប្អូនយើងគិតទេព្រោះគេថាតែដោះលែងអញ្ចឹងវាគួរណាតែទូងស្គរពេញពិភពលោកដែរគេអបអរត្រាសាទរតែដៃអត់សោះសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកឬប្រទេសផ្សេងទៀតនៅស្ងៀមអត់ទាន់ឃើញមានសារអីសោះអានេះបង្ហាញថាអ្វីដែលរដ្ឋាភិបាលធ្វើដែលយើងគិតថាចង់លៀងស្អំចិត្តប្រជាពលរដ្ឋខ្មែរសូម្បីតែប្រជាពលរដ្ឋខ្មែរក៏លោកយល់ថាដូចជាហេតុអីក៏នៅដាក់គាត់នៅក្នុងគុកទៀតអត់ឲ្យគាត់ធ្វើនយោបាយអត់ឲ្យគាត់មកចូលរួមឈរឈ្មោះបោះឆ្នោតអីចឹងដដែលនឹងបានប្រយោជន៍អីចឹងចេញក្រៅគុកដូចនៅក្នុងគុកដដែលនឹងយ៉ាប់ជាងនៅក្នុងគុកទៀតហ្នឹងពួកអីចេញមកហើយអត់ធ្វើអីកើតហើយទៅដល់អញ្ចឹងទៅសហគមន៍អន្តរជាតិយើងកុំសហគមន៍អន្តរជាតិគេអត់ដែលល្ងងទេខ្មែរយើងបោកបានតែខ្មែរគ្នាឯងដែលធ្វើប្រជាពិធទេប៉ុន្តែសហគមន៍អន្តរជាតិគេចេញមកគេឃើញពវិនបច្ចេកទេសយើងណាអញ្ចឹងទៅឃើញសាររដ្ឋាភិបាលបរទេសអត់មានសោះហើយបើមានសារព័ត៌មានអន្តរជាតិវិញណាគួរតែផ្សាយសារតអបអអីនឹងសារដែលអបអត់សោះសារព័ត៌មានអន្តរជាតិទាំងអស់ដែលយកមកផ្សាយពីរឿងខ្មែរបងប្អូនមានទាំង NHK ជប៉ុន Reuters ABC News BBC The Hill Diplomat សារព័ត៌មានទាំងអស់ផ្សាយស្រោចពីរឿងលើកលែងទោសលោកកឹមសុខាប៉ុន្តែផ្សាយពីការខកចិត្តទៅវិញខកចិត្តពីអ្នកសិទ្ធិមនុស្សខកចិត្តពីស្ថាប័ននេះហើយនៅឃើញតែកម្ពុជានៅតែរដ្ឋបတ်សិទ្ធិសេរីភាពដដែលយើងវាគួរតែសហគមន៍អន្តរជាតិមកផ្ទះដៃអបអរសាទរថាអូយើងមានភាពប្រសើរវាទៅជាអត់ទៅវិញឃើញទេបងប្អូនអញ្ចឹងណាអញ្ចឹងបានថាយើងគិតថាធ្វើអីក៏ដោយយើងចង់ឲ្យគេគិតថាការប្រឡែមប្រឡំរបស់យើងនឹងវាបានប្រយោជន៍វាអត់ទេគឺគេមើលឃើញអញ្ចឹងហើយដល់អញ្ចឹងឃើញគេអត់មានសារតហើយដល់អញ្ចឹងរូបភាពមុខមាត់យើងដដែលសង្ឃឹមថាលោកកឹមសុខានឹងរួចផុតពីការចោទប្រកាន់ទាំងអស់នេះទៀតចុះពួកអីបើការផ្សះផ្សាជាតិផ្សះផ្សាយ៉ាងម៉េចខ្ញុំកំពុងតែឆ្ងល់ដែរក៏ប៉ុន្តែបងប្អូនរឿងមួយដែលបងប្អូនមានមន្ទិលតាក់ទងនឹងសាលដីការបស់សាលាធរនៅថ្ងៃទី30ខែមេសាដែលតម្កល់សាលក្រមសាលាដំបងហ្នឹងណា
គឺលោកកម្មសុខានៅជាប់តែមួយទេណាម្ដងហ្នឹងគឺអស់ហើយគឺបានន័យថាគេដកអស់ហើយដកអាបំរាមនឹងអស់ហើយទី1គឺគាត់អាចចេញពីផ្ទះបានទៅជួបអ្នកណាក៏បានដែរនេះអាកន្លែងហ្នឹងមួយគឺវាសំខាន់ដែរគាត់អាចទៅជួបអ្នកណាបានគាត់អត់អាចធ្វើសកម្មភាពនយោបាយបានគាត់អាចស្ដាប់គាត់អាចអីបានប៉ុន្តែមិនអាចឲ្យយោបល់មិនអាចនិយាយស្ដីរឿងនយោបាយព្រោះថ្ងៃនេះពេលដែលសារព័ត៌មានក្នុងស្រុកសម្ភាសគាត់ដូចជាកម្ពុជាអញ្ចឹងណាសម្ភារគាត់អត់ទាំងហ៊ានឆ្លើយនិយាយអីជាមួយសារព័ត៌មានទាំងអស់គាត់សុំថាគាត់សុំទៅបួសសិនអីអញ្ចឹងទៅមិននិយាយអីគាត់មិនចាំបាច់និយាយអីបើគាត់និយាយអីប៉ះពាល់នឹងអាសេចក្តីប្រកាសនេះគាត់ជាប់ទោសទៀតហ៎ហើយក៏ប៉ុន្តែទោសផ្សេងទៀតដែលឧទាហរណ៍គេអត់ឲ្យចេញពីលំនៅឋានគេដកអស់ហើយអត់ឲ្យតាក់ទងអ្នកណាតាមស្អីប្រព័ន្ធអេເລັກត្រូនិកប្រព័ន្ធទូរស័ព្ទអីហ្នឹងគឺគេដកអស់ហើយដូច្នេះគាត់អត់មានជាប់បំរាមជួបអ្នកណាណីអីទៀតទេអ្នកណាជួបគាត់ក៏បានដែរគ្រាន់តែថាគាត់មិនអាចនិយាយរឿងនយោបាយបានតែប៉ុណ្ណឹងគឺចេញសារនយោបាយឬធ្វើនយោបាយអាហ្នឹងគឺវាមានភាពប្រសើរកន្លែងហ្នឹងប៉ុន្តែជាទូទៅអស់ហើយសិទ្ធទាំងអស់និយាយទៅដាក់ស្បង់ចីវរឲ្យពាក់ឲ្យគាត់នៅក្រងជាប្រសង់ប៉ុន្តែហាមសូត្រធម៌ហាមទេសនាហាមបិណ្ឌបាតនេះឥឡូវយើងគិតមើលប្រសង់ក្រងស្បង់ចីវរហាមរៀនថ្វាត់ជាយធម៌ដើម្បីទេសនាដាស់តឿនព្រានប្រដៅឬក៏ចូលរួមនៅក្នុងសកម្មភាពសង្ឃប៉ុន្តែនៅឲ្យពាក់ស្បង់ចោះតែអត់ឲ្យធ្វើសកម្មភាពសង្ឃទេលោកកម្មសខាដូចគ្នាអញ្ចឹងហ៎បងប្អូនឲ្យគាត់ធ្វើជាឲ្យគាត់រួចពីការជាប់ឃុំប៉ុន្តែដាក់គាត់ជាអ្នកនយោបាយតែដកសិទ្ធិនយោបាយគាត់ទាំងអស់អាហ្នឹងយើងគិតមើលខ្លួនឯងទៅថាតើវាអយុត្តិធម៌ប្រមាណសម្រាប់លោកកម្មសខាហើយវាឆ្កងវាគ្មានភាពសមហេតុផលប៉ុណ្ណាជាការពិតហើយគាត់បានទៅជួបម្ដាយគាត់បានអីអញ្ចឹងហើយមានអ្នកខ្លះសម្ដែងបង្ហាញការខកចិត្តថាហេតុអីក៏លោកកម្មសខាសុកចិត្តតស៊ូបាន9ឆ្នាំទៅហើយទុក្ខរកិរិយាធ្វើវិបស្សនាកម្មដ្ឋានឬក៏មិនរត់ចោលស្រុកឬក៏នៅក្រាញនានាក្នុងការតតាំងជាមួយរឿងនេះដោយអហិង្សាឲ្យអស់ចិត្តហើយស្រាប់តែចុងក្រោយទៅទទួលកំហុសដែលខ្លួនមិនបានប្រព្រឹត្តខុសទាំងអយុត្តិធម៌ហ្នឹងដើម្បីដោះដូរជាមួយនឹងការដែលឲ្យនៅក្រៅឃុំហើយអត់ធ្វើអីបានកើតទៀតមានអ្នកខ្លះចាអញ្ចឹងប៉ុន្តែបងប្អូនមិនដឹងស្ថានភាពគាត់តើផ្លូវចិត្តគាត់យ៉ាងម៉េចយើងអត់ដឹងលោកកម្មសខាស្គមមើលទៅដូចថាស្រកគីឡូស្រកអីក៏ច្រើនអីចឹងដែរហើយតើគាត់ទុករីងរៃយ៉ាងណាទៅព្រោះគាត់ធ្វើអីក៏តែមិនកើតចេញពីផ្ទះគាត់តែមិនបានម្ដាយឈឺក៏មើលមិនបានអីចឹងទៅដូច្នេះចង់ឲ្យរួចមួយគ្រាក៏ធ្វើអញ្ចឹងសិនទៅក្រែងលោថាបានបើអត់អីជីវិតចុងក្រោយក៏បានធូរជួបម្ដាយជួនកាលគាត់អាចគិតអញ្ចឹងបងប្អូនចិត្តតែគិតថានៅទុក្ខរកិរិយាមកអាយុហើយប៉ុន្តែបងប្អូនបានសុខតើគាត់មិនដឹងបានសុខប៉ុណ្ណាដូច្នេះវាយើងចិត្តតែប្រៀបធៀបលោកកម្មសខាទៅនឹង Nelson Mandela អីណា Nelson Mandela ជាប់គុកអាយុ40ហ្នឹងជាប់27ឆ្នាំចេញពីគុកមកអាយុ67ឆ្នាំនៅកម្លាំងបឹបធ្វើនយោបាយឡើងបានតែលោកកម្មសខាជាប់ពន្ធនាគារអាយុ70ឆ្នាំហើយណាអូចុះបើឲ្យជាប់27ឆ្នាំដូច Nelson Mandela ចេញមកអាយុ97ហើយណាគាត់ធ្វើអីកើត97ឲ្យតែបានដល់97ហៅថាប្រគុណចែកទៅតែប៉ុន្តែយើងទៅនៅក្នុងគុកអត់មានស្អីរីងរៃផ្លូវចិត្តនេះធ្ងន់ណាស់ផ្លូវចិត្តតែយើងបាក់ទឹកចិត្តតែមួយឆ្នាំ2ឆ្នាំស្រួលมันអាចនឹងរស់បានផងកុំថាឲ្យដល់ទៅនៅដល់អាយុដល់ជិត100អីណានេះពិបាកអញ្ចឹងបងប្អូនអញ្ចឹងគេដាក់សម្ពាធគាត់ឲ្យអញ្ចឹងគាត់ស៊ូនឹងសម្ពាធនឹងអត់បានទេចុងក្រោយគឺអ្វីដែលគួរឲ្យខកចិត្តហ្នឹងគឺគាត់ជ្រើសរើសយកវិធីដែលរងសម្ពាធរដ្ឋាភិបាលកម្ពុជានេះអត់បានហើយដោយយកហេតុផលមួយពេលដែលម្ដាយមានចេះផងរដ្ឋាភិបាលក៏បានលេះល្អហ្នឹងហើយចេញអញ្ចឹងទៅលាក់នឹងលាក់ប៉ុន្តែលោកកម្មសុខាមុននឹងចេញឲ្យគេអនុគ្រោះទោសនេះណាគាត់បាននិយាយទៀតថាអ្នកណាដែលសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាឲ្យទទួលតាមអំពើបាបកម្មឯណាប៉ុន្តែនិយាយឲ្យស្មានតែគាត់នៅបន្តនៅក្នុងឃុំខ្លួនចឹងទៀតទៅហើយតតាំងប្តឹងសារទុកអីទៀតទៅគឺចេញជាសារបែបនេះប្រជាពលរដ្ឋខ្លះខកចិត្តក៏ប៉ុន្តែបងប្អូនយើងមិនដឹងស្ថានភាពរបស់លោកកម្មសុខាយ៉ាងម៉េចតើគេចរចាគ្នាយ៉ាងម៉េចគ្រាន់តែថាខ្ញុំជឿថាសម្បទានអីក៏ដោយរដ្ឋាភិបាលកម្ពុជានេះបើទាល់តែលោកកម្មសខាប្រាប់គេថាយើងលែងជាឧបសគ្គឲ្យគេភ័យខ្លាចនឹងឈ្នះឆ្នោតទៀតបានគេព្រមព្រោះគេរំលាយគណៈបកសង្គ្រោះជាតិចោលគេចាប់លោកកម្មសខាឃុំខ្លួនគេបំបែកលោកកម្មសខាពីលោកសំរងស៊ីមិនមែនដើម្បីទប់កុំឲ្យមានបដិវត្តពណ៌ឬការដែលបំផ្លាញជាតិនឹងអីទេគឺគេទប់កុំឲ្យតែបាត់អំណាចគ្រួសារតកូលហ៊ុនព្រោះអីគណៈបកប្រជាជនចោះប្រជាប្រិយដាំក្បាលឲ្យបើទុកឲ្យគាត់នៅវាចាញ់ឆ្នោតហើយចាញ់ឆ្នោតតើមានឱកាសណានឹងលួចជាតិទៀតខ្ញុំពងតែឆ្ងល់ចោះទ្រព្យសម្បត្តិដែលបានមកពីការលួចជាតិនឹងយកទៅលាក់នៅឯណាតែអ្នកថ្មីមកគេមានរដ្ឋាភិបាលស្មោះត្រង់អីស្អាតស្អំអីបដិញមន្ត្រីនឹងអស់ចាប់ដាក់គុកអស់រឹបអូសទ្រព្យសម្បត្តិយកមកជារបស់ជាតិឲ្យគាត់ខំប្រឹងរកមកកណោហ្នឹងឲ្យទេមែនវាអត់ទេ
រឿងហ្នឹងរឿងអំណាចបុគ្គលក្រុមគ្រួសារនឹងកាងទ្របដែលលួចជាតិអីបានទេវាអត់តាក់ទងនឹងរឿងការពារជាតិអធិបតេយ្យអីទេបើការពារជាតិអធិបតេយ្យវាយមួយថៃម៉ោងនេះគួរដោះលែងលោកកឹមសុខាឲ្យគាត់មានសិទ្ធិនយោបាយឲ្យដើរហើរទៅសហគមន៍អន្តរជាតិនោះដើម្បីអំពាវនាវគេឲ្យគេយកចិត្តយើងឲ្យគេនៅខាងខ្មែរប្រយុទ្ធជាមួយថៃបាត់ហើយបើយើងស្រឡាញ់ជាតិស្រឡាញ់ទឹកដីមាតុភូមិយើងច្បាស់ជាដោះលែងលោកកឹមសុខាឲ្យធ្វើដំណើរទៅក្រៅទៅគៀករសហគមន៍អន្តរជាតិដាក់សម្ពាធឲ្យថៃខ្ជាក់ដីមកខ្មែរវិញបាត់ហើយវាអត់ហើយប៉ុណ្ណឹងបងប្អូនមើលអត់ឃើញទេចឹងអ្នកណាស្រឡាញ់ជាតិឲ្យប្រកបគេអត់មានស្រឡាញ់ជាតិទេគឺស្រឡាញ់ក្រុមគ្រួសារអំណាចគេនឹងកាងទៅសំបីតែបាត់បង់អធិបតេយ្យតាក់ទងនឹងរឿងស្អីក៏ដោយបើផ្សះផ្សាទៅបានចំណេញអីក៏គេអត់ខ្វល់ទេយើងមើលទៅឃើញតែអញ្ចឹងហើយកុំទៅថាគេនឹងញុះញង់គេថាបំពុលអីនោះអស់លោកធ្វើឲ្យដូចតែគេថាអញ្ចឹងហ្នឹងឥឡូវខ្ញុំបតាក់ទងនឹងក្រុមសង្កេតការអាស៊ានខាងកម្ពុជាបានតែចុះទៅថតរូបខាងបឹងតគួនទៀតទៅទៀតហ៎សរសើរហ្មងខ្ញុំនិយាយទៅសរសើរគាត់អត់ហត់ទៅត្រុកទៅគេបាញ់ប្រាវទៅមកម្ដងទៅថតបានរូបថត4 10ស្លឹកមកទៅគេបាញ់ប្រាវឡើងទៅទៀតទៅអូស្មាច់ម្សិលមិញថ្ងៃឥឡូវថ្ងៃនេះទៅបឹងតគួនទៀតគឺខាងកម្ពុជានឹងរៀបចំឲ្យក្រុមអាស៊ានខាងខ្មែរនឹងទៅវាបានប្រយោជន៍អីដែលយើងទៅតែខាងក្រុមអាស៊ានខាងខ្មែរថៃគេអត់តឹងយកអាស៊ានគេចោះមកមើលស្អីលបងគេនៅចិត្តឈឹងតុងជ័យគេនៅចិត្តឈឹងបលាលួសអីចឹងហើយដល់ពេល AOT យើងចោះទៅហ្នឹងគឺមានចោះទៅបានប្រយោជន៍អីគឺយើងចោះទៅថតតែរូបអត់មានរបាយការណ៍អត់មានសេចក្តីថ្លែងការណ៍អត់មានថ្កោលទោសតែខ្ញុំថាអាហ្នឹងទៅយើងតូចចិត្តថាយើងវាមិនបានឃើញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃអីចេះតែប្រមូលថតទៅរូបឲ្យតែឃើញមានកុំឲ្យតែថាំងអត់បានធ្វើអីសោះរដ្ឋាភិបាលកម្ពុជាខ្លួនឯងហ្នឹងក៏តែមិនប្តឹងទៅថៃទៅតុលាការអន្តរជាតិឯនៅតែអូសរហូតហើយថ្ងៃហ្នឹងយើងអូសអាម៉េចឥឡូវនេះអ្នកស្រីម៉ាលីសុជាតាក៏ថាក្រុមអាស៊ាន AOT ដែលរៀបចំសម្រាប់សម្រួលពីខាងកម្ពុជាហ្នឹងចុះទៅមើលទីតាំងនៅឯតំបន់បឹងតគួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហាររីបលាលួសនិងពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃដោយបានធ្វើឲ្យប្រជាពលរដ្ឋច្រើនគ្រួសារមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញនៅឡើយហើយធ្វើឲ្យការពិនិត្យលើការគោរពគេទៅហ្នឹងគឺគោរពមើលពិនិត្យការគោរពយើងគោរពហើយតែថៃអត់គោរពរួចទៅយើងនៅតែចោទគេថាខុសច្បាប់កាន់កាប់ដីខ្មែរដោយខុសច្បាប់កន្លែងណានៅពេលដែលយើងសញ្ញេឲ្យគេនៅណានៅហ្នឹងនេះខ្ញុំកំពុងតែឆ្ងល់ចុះបើយើងខុសច្បាប់ហេតុអីទៅរករឿងតតាំងអីនៅហ្នឹងហេតុអីក៏យើងមិនប្តឹងព្រោះអីយើងជាអ្នកសញ្ញេយើងថាគេនៅខុសច្បាប់យើងសញ្ញេឲ្យគេនៅណានៅហ្នឹងគេដាក់បលាលួសយើងទៅធ្វើអីគេបើយើងសញ្ញេឲ្យគេនៅណានៅហ្នឹងហើយតែឥឡូវមកសញ្ញេឲ្យយើងប្រាប់ថាហ្នឹងខុសច្បាប់ទេអញ្ចឹងបានន័យថាសញ្ញេរបស់យើងក៏ខុសច្បាប់ដែរហើយចុះបើយើងសញ្ញេខុសច្បាប់យើងសញ្ញេឲ្យដីគេគ្រប់គ្រងខុសច្បាប់តើមានទោសធ្ងន់ប៉ុណ្ណាទៅបើថាជ្រុលថាសញ្ញេហើយលើថាគេធ្វើខុសច្បាប់ក៏ខុសចោះព្រោះយើងដើម្បីឲ្យសុខគ្នាកុំឲ្យគេបាញ់យើងស្លាប់ទាហានយើងទៀតស្លាប់ជនស៊ីវិលយើងទៀតវាអត់អីទេតែហេតុអីក៏យើងមិនប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិនៅតែមកតតាំងជាមួយនឹងអាកិច្ចព្រមព្រៀងដែលយើងសញ្ញេឲ្យគេនៅណាថាគេខុសហើយយើងព្រមឲ្យគេនៅអត់មានបានប្រាប់ឲ្យគេដកវិញប៉ុណ្ណឹងយើងគ្រាន់តែប្រាប់ថានៅណានៅហ្នឹងទៅអត់មានប្រាប់ថាណានៅណានៅហ្នឹងសិនណាតែតែពេលរួចបន្តិចទៀតដកទៅវិញអត់និយាយឲ្យលីងគឺនិយាយថានៅណានៅហ្នឹងគ្រាន់តែកុំយកតបមកថែមទៀតចឹងគេធ្វើអីសាច់ចិត្តនៅក្នុងដីហ្នឹងព្រោះដីអធិបតេយ្យរបស់គេព្រោះយើងសញ្ញេឲ្យគេថានៅណានៅហ្នឹងឥឡូវរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈកុលពេលដែលជួបជាមួយនឹងប្រធានាធិបតីណែបារាំងលោកម៉ានូអែលម៉ាក្រុងថ្ងៃនេះដឹងគាត់និយាយមិនពីរឿងស្រុកខ្មែរហ្នឹងឯងបងប្អូនរឿងព្រំដែនស្ដាប់លោកអនុទិនច័ន្ទវរៈកុលគឺយើងអស់សង្ឃឹមអាលីងហ្មងបើធ្វើដោយអ្វីដែលរដ្ឋាភិបាលខ្មែរកំពុងតែធ្វើគាត់និយាយថានាយករដ្ឋមន្ត្រីថៃនិយាយថាការដោះស្រាយរឿងព្រំដែនត្រូវឈលលើកិច្ចព្រមព្រៀងអ្នកណានៅត្រង់ណានៅត្រង់ហ្នឹងស្ដាប់ឲ្យច្បាស់ហើយបងប្អូននាយករដ្ឋមន្ត្រីថៃបដិញ្ញាថាដោះស្រាយបញ្ហាព្រំដែនតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025អ្នកណានៅណានៅហ្នឹងនេះគាត់យកការដោះស្រាយព្រំដែនហើយកំពុងតែចោទប្រកាន់ភាគីកម្ពុជាថាអត់មានភាពស្មោះត្រង់ទេលឹមលំណាទៅប្រាប់លោកម៉ានូអែលម៉ាក្រុងណាលើឆាកអន្តរជាតិថាកម្ពុជាលឹមលំគេកំពុងមើលទៀតថាតើអាចដោះស្រាយបានអត់បើកម្ពុជាយើងអត់មានភាពស្មោះត្រង់ទេលឹមលំមិនទៅបងប្អូនកម្ពុជាលឹមលំមិនឥឡូវមើលយើងជាម្ចាស់ផ្ទះបើគេចោទយើងលឹមលំយើងលឹមលំកន្លែងណាតើចាយថៃគេចោទយើងលឹមលំកន្លែងណាអនុទិនច័ន្ទវរៈកុលអត់មាននិយាយអីពីរឿងយើងលឹមលំនៅកន្លែងណាគេថាយើងអត់ស្មោះត្រង់គេកំពុងចាំមើលប៉ុន្តែគេដោះស្រាយបញ្ហាព្រំដែនគឺផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមនៃបទឈប់បាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025អ្នកណានៅណាអ្នកនឹង
ហ្នឹងហើយមាន JBC អីចុះវាស់វែងប៉ុន្តែវាស់ទៅបើវាស់ទៅអានៅណានៅហ្នឹងបើសិនជាគេទៅវាស់ទៅឃើញចូលដីខ្មែរដីថៃត្រូវបានទៀតយកទៀតបើរឿងឲ្យវិញប្រហែលជាអត់ទេខ្ញុំជឿថាដឹងពិបាកហើយព្រោះឯថៃប្រើផែនទីខ្នាត1លើ50,000យើងប្រើលើ200,000អញ្ចឹងបើថាបានមកថៃទៀតគេយកបើថាឲ្យមកខ្មែរវិញគឺដឹងអត់ដែរបើថាអញញ៉ៃលុប MOU 2000នឹងចោលទៀតចាំមើលព្រោះគេកំពុងតែទៅលុបចោលប៉ុន្តែរឿងដែលសំខាន់ដែលគេចោទថាយើងលឹមលំនឹងដឹងរឿងអីទេបងប្អូនគេចោទកម្ពុជាថាសញ្ញេនៅនឹងដៃលុបនឹងជើងនេះអាលឹមលំហ្នឹងគេថាអញ្ចឹងព្រោះគេថាយើងអត់ស្មោះត្រង់ទេម៉ោងណាក៏យើងទៅរករឿងថៃពីរឿងឈ្លានពានស្រុកខ្មែរហ្នឹងដែរដែលយើងចុះហត្ថលេខាព្រមឲ្យគេនៅណានៅហ្នឹងហើយតែយើងទៅរាយការណ៍លើឆាកអន្តរជាតិថាថៃឈ្លានពានកម្ពុជាអានេះហាគឺយើងឈឺចាប់បងប្អូនជាខ្មែរខ្ញុំឈឺចាប់មែនតើអញ្ចឹងបាទខ្ញុំនិយាយថាបើខ្ញុំជាមេធាវីខ្ញុំការពារឲ្យកម្ពុជាខ្ញុំចាញ់ក្តីគេបាត់ហើយបើកូនក្តីខ្ញុំនិយាយអញ្ចឹងរឿងអីបានការពារក្តីគេមិនឈ្នះឃើញគេយកអាហ្នឹងមកសក់យើងឯងគេថាយើងសញ្ញេគេឲ្យនៅណានៅហ្នឹងហើយយើងទៅប្រាប់គេថាគេឈ្លានពានយើងប្រព្រឹត្តអំពើខុសច្បាប់ទៅខុសច្បាប់យ៉ាងដូចម្ដេចបើគេនៅណានៅហ្នឹងយើងសញ្ញេលោកទាសីហាសញ្ញេឲ្យគេនៅណានៅហ្នឹងគេធ្វើអីក៏បានដែរនៅក្នុងកន្លែងដីនៅណានៅហ្នឹងណាព្រោះជាដែនអធិបតេយ្យតែយើងអាចចូលទៅកន្លែងដីដែលនៅណានៅហ្នឹងបានទេមើលសាកមើលយើងអត់ចូលទៅកន្លែងហ្នឹងបានន័យថាវាជាដែនគ្រប់គ្រងរបស់យោធាគេធ្វើអីក៏បានហើយតែយើងចោទថាគេធ្វើនឹងខុសច្បាប់ហើយទៅប្រាប់អន្តរជាតិទៅប្រាប់អង្គការសហប្រជាជាតិទៅប្រាប់អីផ្សេងទៀតសារព័ត៌មានអីថាថៃឈ្លានពានកម្ពុជាឃើញគេរករឿងយើងថាយើងលេមលំអត់ស្មោះត្រង់នេះរឿងហ្នឹងគឺគេរករឿងយើងថាសញ្ញេលឹងដៃលុបអញ្ជើញចុះហេតុអីបានជាយើងឲ្យថៃមើងងាយយើងធ្វើអីបើខ្ញុំជាមេធាវីបើធ្វើដោយអស់លោកគឺយើងចាញ់ក្តីប៉ុន្តែបើខ្ញុំជាមេធាវីសម្រាប់កម្ពុជាខ្ញុំនឹងប្រាប់កូនក្តីខ្ញុំកម្ពុជានេះថាកុំថោកជាមួយថៃយើងអត់ត្រូវការអោបជើងថៃទេយើងមានដងដាវវាមានអាត់កើអាត់បិចលេងយើងទៅរើស2ជួង3ជួងយកមកលេងវាអត់មានត្រូវលេងកើតទេបើអស់លោកចេះលេងកទេខ្ញុំមិនមែនជាអ្នកដែលងប់លបែងទេប៉ុន្តែខ្ញុំដឹងលបែងកទេហ្នឹងបើមានកចាស់មានអាត់អីទៅវាធំប៉ុន្តែ2 3ហ្នឹងយើងចាញ់គេហើយហើយដល់យើងទៅរើស2 3មកលេងអាត់កាចាស់ដែលត្រូវប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិព្រមតនអន្តរជាតិអត់ប្តឹងហើយមកនៅលេងសាំជាមួយនឹងថៃរហូតទៅក្បែរព្រំដែនគេបាញ់គេរករឿងគេថាយើងលឹមលំគេថាយើងអញញ៉ៃគេថាយើងរំខានគេថាយើងសាំហើយយើងសាំមែននិយាយឲ្យត្រង់យើងសាំមែនរឿងដែលប្តឹងបានយើងធ្វើឲ្យយើងថ្លៃធ្នូដូចខ្ញុំនិយាយចឹងប្តឹងថៃទៅតុលាការព្រំតនអន្តរជាតិយុតិធធម៌អន្តរជាតិនាំគ្នាទៅអង្គុយវាយទៀងលេននៅអូជាទៀលផឹកទឹកដូងញ៉ាំមឹកអាំងធ្វើអីធ្វើទៅថៃបាក់ស្បាតថៃខ្លាចណាស់តុលាការអន្តរជាតិនេះប៉ុន្តែខ្ញុំអត់យល់នៅពេលដែលយើងស្រឡាញ់ជាតិយើងការពារទឹកដីយើងមហាសាមគ្គីខ្មែរយើងចង់ឈ្នះថៃទាដីថៃដីខ្មែរដីថៃដែលដដើមពីខ្មែរវិញឲ្យបានគឺក្នុងតម្លៃណាក៏ដោយមិនឲ្យបាត់តែនៅក្នុងពេលជាមួយគ្នាហ្នឹងទៅអោបជើងថៃទៅអញញ៉ៃក្បែរព្រំដែនឲ្យតែថៃមើងងាយយើងអត់ទៅរកអយន្តការដែលទៅបានមកវិញតាមរយៈតុលាការអន្តរជាតិដែលថៃខ្លាចញ័រសាច់អាថៃខ្លាចញ័រសាច់បែរទៅជាយើងញ័រទៅអោបជើងគេសុំចរចាទៅវិញនេះខ្ញុំអត់យល់ចុះបើយើងខ្ញុំអត់យល់ហើយវាអត់ដូចអ្វីដែលខ្មែរយើងធ្វើជាមួយខ្មែរគ្នាឯងនិយាយពីវាយមួយវាយចាប់ដាក់គុកនិយាយពីឃើញសំបីលោកកម្មសខាខ្មែរគ្នាឯងហ្នឹងគឺថាណែឯងគឺថាមិនអោយណែឯងមានសិទ្ធិសេរីភាពមិនអោយណែឯងធ្វើនយោបាយគឺបំផ្លាញណែឯងដល់ទីបញ្ចប់រស់វេទនាជាងស្លាប់ទៀតអាហ្នឹងយើងប៉ាកែតែដល់ពេលមួយថៃសុទ្ធតាពហិការរបស់គេសុទ្ធតារលរឿងគេចេះថាងាប់ហើយថៃតែបិទព្រំដែនណាដាច់ខ្យល់ងាប់ហើយនេះចាំមើលទៅអានេះលបែងប្រឡប់ទឹកទេបងប្អូនណាដង្ហើមវែងជាងគេហើយខ្ញុំថាខ្មែរនឹងស្លាប់មុនគេខ្ញុំអត់មើងងាយខ្មែរទេលបែងប្រឡប់ទឹកនេះខ្មែរនឹងដាច់ខ្យល់មុនគេហើយព្រោះខ្មែរមិនមែនដូចថៃទេណាថៃសេដ្ឋកិច្ចគេធំណាស់គេបិទព្រំដែនគេប៉ះពាល់មែនហើយគាត់ប៉ុន្តែគេប៉ះពាល់តែមួយភាគទេយើងប៉ះពាល់ច្រើនមែនតើយើងឥឡូវនៅពេលព្រំដែនបិទមានបញ្ហាយើងភ្ញៀវទេសចរយើងក៏អត់មានណាបញ្ហាតាក់ទងនឹងសេដ្ឋកិច្ចក៏យើងធ្លាក់ចុះបញ្ហាឆបោកអនឡាញយើងស្រូវពេញប្រទេសលាក់នឹងលាក់ឥឡូវហ្នឹងគឺរឿងវាអញ្ចឹងណាបងប្អូនយើងអត់ខ្ញុំពិតជាចង់ឲ្យខ្មែរខ្លាំងណាស់ព្រោះយើងជាជាតិសាសន៍ខ្មែរខ្ញុំមិនចង់ឲ្យខ្មែរទៅអន់ថយជាងជាតិសាសន៍ដទៃទេក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ថាយើងដើរក្រោយថៃ75ឆ្នាំហើយយើងទៅឈ្នះគេទាំងសេដ្ឋកិច្ចទាំងប្រជាជនទាំងអីអត់ទេយើងបាច់បាក់ខ្ញែកយើងជាមួយអ្នកនយោបាយខ្មែរអត់ផ្សះផ្សាមួយលោកកម្មសខាបានផងតើយើងទៅធ្វើយ៉ាងម៉េចនឹងទៅប្រាប់គេថាយើងរឹងមាំវាអត់ឈ្នះគេទេផលិតទឹកនេះគឺខ្មែរនឹងដាច់ខ្យល់ស្លាប់មុនគេហើយខ្ញុំនិយាយនេះអស់លោកឌីលទៅថាខ្ញុំនៅខាងថៃខ្ញុំអត់និយាយនៅខាងណាទេខ្ញុំនិយាយពីសច្ចធម៌អញ្ចឹងកុំឲ្យផលិតទឹកជាមួយថៃខ្លាចមែនតើដង្ហើមខ្មែរវែងណាគឺដង្ហើមនៅតុលាការយុតិធធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិថៃដាច់ខ្យល់ហ្មងណែឯងផលិតម្នាក់ឯងទៅខ្ញុំអង្គុយផឹកកាហ្វេចាំមើលឯងពពុះងាប់នៅក្នុងទឹកតែយើងអត់ទៅផលិតទឹកជាមួយថៃដែរទាំងដង្ហើមយើងសួតចង់អស់ហើយហ្នឹងនៅសល់ប៉ុនមេដៃយើងមានដង្ហើមឯណាវែងដូចថៃ
ថៃគេទៅដល់ពេលណាទៀតលុយគេមកកណោគេសេដ្ឋកិច្ចគេរីកចម្រើនចង់ងាប់យើងអត់ទៅឈ្នះគេឲ្យកុំមកអួតអូយប៉ាកែណាស់អាខាងអួតហ្នឹងចង់ដាច់ខ្យល់ស្លាប់អីមិនក៏ដោយក៏ដូចថានិយាយទៅដូចរឿងគ្រួសារប្តីប្រពន្ធពីរនាក់ដែលប្រពន្ធវាយជន់កសកត់កងាប់ហើយនៅតែហងរៀងនៅគេថាអូយងាប់ហើយអូយអានេះនឹងវាយប្រពន្ធងាប់ទៀតហើយយើងនាំគ្នាចូលទៅមើលបើកទ្វារក្រាក់ប្រពន្ធនឹងអង្គុយសកត់កជាប់ហើយស្រែករៀងនៅគេមើលមកនឹងថាអូអស្ចារ្យប៉ុន្តែនៅក្រោមប្រពន្ធសកត់កជាប់បាត់យើងវាធ្វើដូចរឿងអញ្ចឹងណាហើយប្រជាប្រដ្ឋខ្មែរនឹងសឹមស្ដាប់ចម្រៀង យ៉ាដល់អញ្ចឹងទៅខ្ញុំឃើញគាត់ចូលចិត្តស្ដាប់ចម្រៀងច្រៀងបាន2បទហើយខ្ញុំច្រៀងទៀតដើម្បីឲ្យបងប្អូនយើងបានស្ដាប់ចម្រៀងខ្លះទៅបើជ្រុលអញ្ចឹងហើយបងប្អូនលទ្ធបន្តទៀតនៅសល់ពេលខ្លីមែនតើខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលឈប់តវ៉ាឈប់អីបានហើយ800លើកហើយបើគេស្ដាប់ហើយវាអត់មានអ្នកណាគេស្ដាប់យើងទេហើយស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យអត់ស្មោះត្រង់ទៀតមួយរឿងលោកកម្មសខាហ្នឹងលេះខេះអញ្ចឹងទៀតយើងធ្វើលើគោករហូតតែប្តឹងទៅតើឥឡូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិដាក់ស្អែកទៅកុំដាក់ចាំយូរពេក ហើយបើដាក់ទៅគឺថៃញាក់សាច់ហើយតែយើងឃើញចំណុចខ្សោយគេអត់យកអាចំណុចខ្សោយគេមកលេងយើងឲ្យតែចំណុចខ្លាំងហើយឲ្យយើងចាញ់ច្រាបគេរហូតចាញ់ព្រៀបគេរហូតឥឡូវនេះគឺតាក់តងនឹងរង្វាន់2លានរៀលសម្រាប់អ្នកជួយរាយការណ៍វែកមុខអ្នកឆបោកអនឡាញត្រៀមខ្លួនណាបងប្អូនអភិបាលខេត្តកណ្ដាលលោកគួចចម្រើនសរសេរនៅលើបណ្ដាញសង្គម Facebook ថាអ្នកណាក៏ដោយដឹងព័ត៌មានដើម្បីឲ្យចាប់ពួកឆបោកអនឡាញគាត់ឲ្យ2លានរៀល$500រក្សាការសម្ងាត់ឲ្យសរសេរសារនៅក្នុង inbox ទៅ$500ប្រាប់សារការពារការសម្ងាត់ហើយរដ្ឋាភិបាលកម្ពុជាដែលការពារការសម្ងាត់ណាទៅប្រាប់មិនបើអស់លោកមេធំសិតតែអ្នកឆបោកអនឡាញកាងអីហ្នឹងហើយទៅប្រាប់ហ្នឹងដូចទៅចូលរួមខ្លាឲ្យខ្លាខំអញ្ចឹងប្រជាពលរដ្ឋញាក់សាច់ហើយគាត់ទៅលឺ$500ហ្នឹងគឺចោះអ្នកណាការពារសិទ្ធឲ្យគាត់ហើយនៅខេត្តកណ្ដាលរបស់លោកគួចចម្រើនហ្នឹងនិយាយពីអូឆបោកអនឡាញលោកគួចចម្រើនអត់ដឹងសោះឥឡូវទៅសួរប្រជាពលរដ្ឋឲ្យម្នាក់$500ដើម្បីប្រាប់គាត់វិញហើយចុះបើគេប្រាប់ឲ្យចាប់គាត់ទៅធ្វើម៉េចទៅគាត់ចាប់ខ្លួនឯងមែនលោកហេងស្រស់ឯណោះវិញដែលជាសកម្មជនព្រៃឈើបាទឥឡូវទៅដល់ប្រទេសអូស្ត្រាលីគាត់ថាចុះញាក់មាននរណាហ៊ាននិយាយប្រាប់ទៅលោកម្ចាស់ហើយបើលោកម្ចាស់ឯងពាក់ព័ន្ធនឹងរកស៊ីជាមួយអក្រិតជនឆបបោកអនឡាញដែរហ្នឹងការកឆែតណា sorry កការផ្សាយឆបបោកអនឡាញចាប់គ្នាដាក់គុកដាក់ទោសប្រមាណឆ្នាំប្រយ័ត្នប្រយែងប្រជាពលរដ្ឋខ្មែរព្រោះអីតកែឆបបោកអនឡាញសុទ្ធតែជាមន្ត្រីទាំងអស់នោះដែរចុះលោកហេងស្រស់ហើយនឹងក៏បន្ទុកមកទុកមាត់អីគ្នាបន្តិចទៅលោកអើយលោកតែយ៉ាងណាលោកគួយចម្រើនគាត់សរសេរថាអញ្ចេះគាត់ថាបងប្អូនណាខេត្តណាខ្មែរស្នេហាជាតិណាផ្ដល់ព័ត៌មានជាសម្ងាត់ដល់យើងខ្ញុំអំពីទីតាំងការប្រព្រឹត្ត scam អនឡាញក្នុងខេត្តកណ្ដាលគឺឈានដល់បង្ក្រាបបានខ្ញុំជូនរង្វាន់2លានរៀលនិងរក្សាការសម្ងាត់ជូនខ្ញុំថាប្រព័ន្ធដឹកនាំរដ្ឋរបស់យើងហ្នឹងគេអត់ហ៊ានគេអត់ទុកចិត្តចឹងបានថាតបាក់ការទុកចិត្តឲ្យអស់ហើយចឹងតស្ដារហ្នឹងឡើងវិញខ្ញុំសរសើរទេគាត់ខំប្រឹងដែរមើលទៅណាប៉ុន្តែមកខំប្រឹងដូចចុងក្រោយហ្នឹងណាបាទឥឡូវនេះគឺវាចង់ហួសពេលបងប្អូនជំងឺដល់ដំណាក់កាលទី4ហ្នឹងគឺយើងអាចទៅលេបថ្នាំអាចលាបស្អីថ្នាំក្រហមពីក្រៅបានទេតតែវះកាត់ចោលច្រើនមែនតើហើយរហូតដល់ពេលខ្លះហ្នឹងគឺត្រូវលះបង់ចោលអវយវៈកន្លែងខ្លះហ្នឹងដើម្បីរំដោះកន្លែងផ្សេងឲ្យរស់តែបើយើងនៅតែលាបថ្នាំក្រហមដូចលោកគួយចម្រើនធ្វើហ្នឹងទេគឺស្លាប់ហើយបន្តិចទៀតស្លាប់ហើយឥឡូវច្បាប់កាតព្វកិច្ចយោធាចូលជាធរមានហើយបងប្អូនចូលពីថ្ងៃទី3 23ខែឧសភាម្សិលមិញនេះម្សិលមួយថ្ងៃនេះគឺបានន័យថាជាការប្រញាប់តាមពិតបងប្អូនទាំងអស់គ្នាគាត់ចង់ឲ្យខ្ញុំបកស្រាយនៅពីរឿងកាតព្វកិច្ចយោធាចំពោះខ្ញុំមានមោទនភាពណាស់នៅពេលដែលប្រជាពលរដ្ឋខ្មែរចូលដើម្បីការពារជាតិមាតុភូមិយើងជាប្រជាពលរដ្ឋមានកាតព្វកិច្ចនៅក្នុងការជួយជាតិយើងកុំសួរថាជាតិយើងជួយយើងអីបានសួរថាយើងជួយអីសម្រាប់ជាតិបានខ្ញុំអត់មានតោមនិញក្នុងកាតព្វកិច្ចយោធាតទៅសោះព្រោះសុខរយៈណាក៏យើងជាប់កាតព្វកិច្ចយោធាដែរចុះកុំនិយាយពីរឿងកិច្ចពីរឿងអីគ្រាន់តែថាអ្វីដែលគួរឲ្យព្រួយបារម្ភគឺកាតព្វកិច្ចយោធាហេតុអីបានទៅធ្វើពេលហ្នឹងហេតុអីបានជាតពេលថៃវាយយើងទក់សាច់អីបានយើងធ្វើកាតព្វកិច្ចយោធាវាជាយុទ្ធនាការនយោបាយស្អំចិត្តប្រជាពលរដ្ឋថាកម្ពុជាយកចិត្តទុកដាក់នឹងការថែទាំការពារដែនអធិបតេយ្យខ្មែរណាព្រោះអីកាតព្វកិច្ចយោធាដើម្បីពង្រឹងទ័ពប៉ុន្តែជាកំបិតមុខពីរទៀតហើយបងប្អូនគឺបានន័យថាកំបិតចិត្តដងឯងតែយើងថាអញ្ចឹងបានន័យថាទ័ពយើងខ្សោយមកយោមកហើយទៅដល់ពេលគោរួចបានធ្វើលបងដល់ពេលប្រឡងបានស្វាត់ជាអីអញ្ចឹងដល់ពេលរើសមកបញ្ញាបញ្ញាប់អាចមានបញ្ហាអំពើពុករលួយឬក៏វិស័យទ័ពនឹងអត់មានប្រាក់ឧបត្ថម្ភអីចឹងគ្នាភ័យបាត់ចូលទៅធ្វើតបទៅអាចបាត់បង់ចំណូលការងារអាជីពអីលាក់នឹងលាក់អីចឹងទៅបាត់បង់ឱកាសហើយទៅហ្នឹងក៏ហូបក្ដួចទៀតគ្នាភ័យចឹងតើយើងពង្រឹងវិស័យតបហ្នឹងឲ្យមានលុយច្រើនឥឡូវលុយអត់ទៀត2027 2028 2029លុយតបមានតែចុះថយទៀតព្រោះដោយសារអីរដ្ឋអត់មានចំណូល
ចាំប្រជាពលរដ្ឋបារម្ភមិនខុសទេប៉ុន្តែបងប្អូនបារម្ភយ៉ាងណាក៏បងប្អូនមិនអាចកិច្ចពីកាតព្វកិច្ចយោធាបានដែរហើយបើកិច្ចជាប់ទោសទៀតអញ្ចឹងកុំព្យាយាមតតាំងនឹងការជាប់ទោសតែយើងត្រូវតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញមានភាពសេរីត្រឹមត្រូវយុត្តិធម៌ក្នុងដំណាភាពអត់មានអំពើប្រលួយដើម្បីអីឲ្យជាតិសាសន៍នេះមានលុយចូលក្នុងវិស័យការពារជាតិច្រើនឧបត្ថម្ភទ័ពបើយើងចូលទ័ពក៏បានលុយប្រាក់ខែអីច្រើន$1000 $1500ចាំបាច់មកធ្វើការអីធ្វើការក្រៅបាន300ណាបើតែហ៊ានបាន1500មួយក្បាលមិនស្រួលអត់មានកន្លែងចោះឈ្មោះទៀតហើយនឹងមានអំពើពុករលួយទៀតបើថាចូលទៅហ៊ានបាន1500ចាំមើលខ្សែអីប្រជាពលរដ្ឋមកប្រឡែមដូចថាមកប្រុងចង់ស្ម័គ្រចិត្តចូលទៅវាលឺច្រើនពេកអញ្ចឹងត្រូវរើសទៀតដែរគោះយល់លុយទៀតអាហ្នឹងអាចនឹងមានបញ្ហាហ្នឹងទៀតជាទូទៅមិនមែននៅស្រុកខ្មែរស្រុកណាក៏អញ្ចឹងដែរឥឡូវចូលដល់រឿងនាយករដ្ឋមន្ត្រីថៃនិយាយព្រោះទៅថយក្រោយវិញសារនេះគឺចង់បញ្ជាក់ប្រាប់បងប្អូនអញ្ចឹងអត់មានទៀមទាថយក្រោយវិញទេព្រោះអីលោកកឹមសុខាក៏ជាប់ទោសគណៈបកសង្គ្រោះជាតិក៏ជាប់ទោសការដែលធ្វើពីមុនមករបស់រដ្ឋាភិបាលក្នុងការចង់កម្ចាយគណៈបកប្រឆាំងទោះជាគ្មានហេតុផលអីក៏ដោយយកហេតុផលនយោបាយគេថាគេធ្វើត្រឹមត្រូវព្រោះសូម្បីតែអង្គព្រះមហាក្សត្រក៏ទទួលស្គាល់ដែរថាគណៈបកសង្គ្រោះជាតិមានកំហុសលោកកឹមសុខាមានកំហុសទទួលទោសទៅក៏ឥឡូវគេលើកលែងទោសនេះខ្ញុំថាបើលើកលែងទោសគណៈបកសង្គ្រោះជាតិឲ្យស្ដារនីតិសម្បទាវិញទៀតទើបត្រូវឲ្យធ្វើឲ្យដូចនីតិវិធីដែលថាឲ្យត្រូវច្បាប់ចឹងចោះតែឲ្យលើកលែងទោសគណៈបកសង្គ្រោះជាតិទៀតអានឹងមិនដឹងជាពិសេសវិសាលប៉ុណ្ណាប៉ុន្តែទៅមិនរួចទេរដ្ឋាភិបាលកម្ពុជាជ្រុលក្បាលកពើហើយព្រោះតែថយក្រោយវិញហ្នឹងគឺមិនដឹងថយដល់ណាទេគឺមិនដឹងសងសំណងយ៉ាងម៉េចអញ្ញាញ៉ៃប្រពាក់ប្រពូនមិនទេប៉ុន្តែរឿងនេះមិនតែគួរតែធ្វើទេតែឥឡូវយើងមើលនៅពេលដែលគាត់ដាក់ថាតន់ដិតអញ្ចឹងគឺគ្រាន់តែថាអឺតុលាការកំណត់ទោស27ឆ្នាំដោយអំណាចសាលក្រមថ្ងៃទី30ខែមេសារបស់តុលាការឧទ្ធរហើយប្រការពីលើកលែងទោសនេះអនុវត្តចំពោះតែទោសជាប់ពន្ធនាគារដែលជាមូលទោសតែប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមនោះឡើយចឹងបានន័យថាម៉េចលោកកឹមសុខារួចខ្លួនពីមូលទោសដែលត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ27ឆ្នាំតែលោកកឹមសុខាជាប់ទោសបន្ថែមទាំងអស់អត់ដោះលែងទេទោសបន្ថែមហ្នឹងមានអីគេបងប្អូនដកហូតសិទ្ធិនយោបាយឈប់ធ្វើនយោបាយមួយជីវិតមិនអាចធ្វើដំណើរទៅប្រទេសក្រៅបាន5ឆ្នាំហើយនឹងមិនអាចឈរឈ្មោះបោះឆ្នោតបានហើយក៏មិនអាចទៅបោះឆ្នោតបានដែរបងប្អូនច្បាស់ហើយមិនអញ្ចឹងទេគឺការដោះលែងលោកកឹមសុខានេះគឺគ្រាន់តែដោះលែងគាត់មិនឲ្យជាប់ឃុំឃាំងនៅក្នុងពន្ធនាគារដូចមុនហើយគាត់អាចមកជួបម្ដាយដែលចាស់ជរានេះណែបនិតមិនចាំបាច់សុំច្បាប់តុលាការអីច្រើនដូចមុនប៉ុន្តែមិនមែនប្រកាសថាអត់គិតផុតពីការសុំច្បាប់អីទេព្រោះអីនៅជាប់បំរាមទោសបន្ថែមនេះច្រើនណាស់ព្រោះទោសបន្ថែមហ្នឹងធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាលោកកឹមសុខាបាត់បង់សិទ្ធិនយោបាយធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាលោកកឹមសុខាមិនអាចបោះឆ្នោតបានធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាលោកកឹមសុខាមិនអាចចេញទៅក្រៅប្រទេសបានធ្វើយ៉ាងម៉េចឲ្យដឹងថាលោកកឹមសុខាមិនអាចឆ្លើយឆ្លងតាក់ទងជាមួយអ្នកនេះបានក្រៅតែពីក្រុមគ្រួសារតាមប្រព័ន្ធអេឡិចត្រូនិកតាមប្រព័ន្ធអ៊ីមែលតាមប្រព័ន្ធស្អីឡាក់នឹងឡាក់ដូច្នេះទោសបន្ថែមទាំងអស់ហ្នឹងនៅជាប់ទាំងអស់ហើយដើម្បីធ្វើឲ្យច្បាស់រឿងហ្នឹងគឺមានតែប៉ូលីសនិងអាជ្ញាធរមូលដ្ឋានទេដែលទៅតាមត្រួតពិនិត្យគាត់ហើយមិនដឹងថាតើគាត់ត្រូវទៅប៉ុស្តិ៍ប៉ូលីសហ្នឹងមួយខែប្រហែលដងឬក៏អីចឹងដើម្បីរាយការណ៍ប្រាប់ថាគាត់អត់មានបំពានអីចឹងហើយបើសិនជាប៉ូលីសរកឃើញថាបំពានគឺគាត់ត្រូវតែអាចនឹងវិលទៅរកការកំណត់ទោសឡើងវិញឬគេហៅថាបាត់ល្មើសមិនរៀងចាលបាត់មជ្ឈិមអីណានោះគឺជាប់គុកដូចលោកកើតសរាយដូចលោករងឈុនឬក៏កញ្ញាឈឹមស៊ីធឯណាទៀតអីចឹងទៅអានេះរឿងដែលវាអាចនឹងទៅផ្លូវហ្នឹងឥឡូវយើងនិយាយអំពីលក្ខណៈជាក់ស្ដែងបន្តទៀតថាតើប្រសើរអីអញ្ចឹងបើគាត់អត់មានសិទ្ធិធ្វើនយោបាយអីសោះប្រសើរទេហើយមិនអត់សាតទេខ្ញុំអានសារដែលពីរឿងសាតឬក៏មតិចម្រុះពីមជ្ឈដ្ឋានទូទៅតាក់ទងនឹងរឿងលោកកឹមសុខាម្ដងទៀតបងប្អូនលោកកឹមសុខាមានសេរីភាពតែរាងកាយទេការលើកលែងទោសនេះគឺមានតែរាងកាយទេសេរីភាពផ្នែកនយោបាយផ្នែកដើរធ្វើដំណើរទៅក្រៅប្រទេសផ្លូវចិត្តគឺគាត់នៅជាប់ទាំងអស់គឺគាត់អាចនិយាយអីបានទេដូច្នេះហើយវាសមស្របនឹងអ្វីដែលលោកកឹមសុខាថានឹងទៅបួសអីអញ្ចឹងទៅហើយអាចនឹងមិនចាំបាច់លោកកឹមសុខាថាខ្ញុំឈប់ចូលប្រឡូកក្នុងជីវភាពនយោបាយទេព្រោះលោកចូលអត់បានទេបើចូលប្រឡូកក្នុងជីវភាពនយោបាយទៅបើកគណៈបកឬក៏ទៅឈរឈ្មោះអីបោះឆ្នោតអីហ្នឹងគឺវាមិនបានអានេះជាការបកស្រាយតាមអ្វីដែលជាឲ្យព្រោះអីរដ្ឋាភិបាលពេលដែលគេសរសេរ
clear លើកលែងទោសអីនេះគេមានភាពច្បាស់លាស់របស់គេបើអញ្ចឹងគេដាក់លើកលែងដែលអត់លក្ខខណ្ឌបាត់ហើយពាក្យថាលើកលែងទោសតែមូលទោសហើយទុកទោសផ្សេងទៀតនៅដដែលនេះគឺជាការលើកលែងទោសដោយមានលក្ខខណ្ឌដូច្នេះចឹងបានតការសាទរពីមតិសាធារណជនទូទៅចម្រោះមែនតើបងប្អូនអ្នកខ្លះក៏សប្បាយទៅអ្នកខ្លះក៏រៀងដូចមិនចេះទេជាពិសេសអ្នកគ្រប់គ្រងលោកកម្មសខាក៏មានសារដែលដូចជារៀងនិយាយទៅខាងក្រមប្រឆាំងរៀងពិបាកនៅក្នុងការចេញសារអបអរសាទរបន្តិចព្រោះអីដូចថាវាមិនទាន់លះថាអបអរសាទរលោកកម្មសខាប៉ុន្តែចុះគាត់មិនទាន់បានមានសេរីភាពធ្វើនយោបាយវិញណាចេញមកគឺដូចតែអត់ដែរហ្នឹងឥឡូវខ្ញុំនិយាយពីរឿងមូលទោសនិងការអនុវត្តទោសបន្ថែមបន្ថែមបន្តិចទៀតរឿងនេះគឺជារឿងចម្លែកបន្តិចបងប្អូនខ្ញុំមែនតើខ្ញុំមិនជាអ្នកច្បាប់អ្នកអីទេគ្រាន់តែថាបានធ្វើការនៅតុលាការសាលាក្តីខ្មែរក្រហម10ឆ្នាំ7ឆ្នាំនៅស្រុកខ្មែរ3ឆ្នាំនៅអាមេរិកដែលបន្តទៀតហើយ7ឆ្នាំនៅស្រុកខ្មែរហ្នឹងគឺខ្ញុំធ្វើជាអ្នកបកប្រែផ្ទាល់មាត់ពីភាសាខ្មែរទៅភាសាអង់គ្លេសប៉ុន្តែនៅពេលដែលខ្ញុំបកប្រែឯកសារគឺខ្ញុំបកប្រែឯកសារពីអង់គ្លេសទៅខ្មែរវិញចឹងសាលក្រមសាលដីកាឬការជំនុំជម្រះកិច្ចប្រជុំអីសពបែបយ៉ាងជាមួយចៅក្រមជាតិអន្តរជាតិជនជាប់ចោតអីហ្នឹងគឺខ្ញុំជួបទាំងអស់គ្រប់ការិយាល័យខ្ញុំដឹងរឿងច្រើនដែរហើយក៏ខ្ញុំដឹងថាក្រមព្រំប្រទានយើងមិនចាំបាច់តែខ្ញុំចូលធ្វើការនៅសាលាក្តីខ្មែរក្រហមក៏ខ្ញុំដឹងថាក្រមព្រំប្រទានយើងចែងកំណត់ច្បាស់ណាស់គឺទោសមូលទោសនិងទោសបន្ថែមនេះណាពាក្យថាបន្ថែមគឺបានន័យថាជាផលនៃអ្វីដែលកើតឡើងឥឡូវខ្ញុំឧទាហរណ៍ឲ្យបងប្អូនស្រួលយល់ដើម្បីឲ្យមានពងមាន់ដើម្បីឲ្យមានកូនមាន់ញាស់យើងត្រូវមានមេមាន់មិនអញ្ចឹងហ៎នៅពេលដែលមានមេមាន់គឺបានន័យថាពេលមេមាន់ពងមកគឺបានជាពងមាន់ហើយពងមាន់ហ្នឹងញាស់ទៅជាមាន់បន្តទៀតទៅហើយចាប់ផ្ដើមវត្តនៃការញាស់ការអីហ្នឹងគឺមេមាន់កូនមាន់មេមាន់ពងមាន់កូនមាន់ញាស់អញ្ចឹងតប៉ុន្តែដើមខ្សែហ្នឹងគឺមេមាន់អញ្ចឹងនៅក្នុងការដែលអនុវត្តមូលទោសគឺបានន័យថាមូលទោសគឺជាមេមាន់ឯអនុទោសឬក៏ទោសបន្ថែមយើងហៅអនុទោសបានន័យថាទោសបន្ទាប់បន្សំនេះនៅក្នុងភាសាច្បាប់គេហៅអនុទោសគឺជាពងមាន់ឥឡូវបើសិនជាយើងលើកលែងមេមាន់តើយើងមានពងមាន់ទៀតទេចាឥឡូវឧទាហរណ៍ថាមាន់ហ្នឹងកំពុងតែញាស់កំពុងនៅក្នុងទ្រុងមាន់ហ្នឹងមានមេមាន់មួយហើយមានពងហ្នឹងចេះញាស់ជាប្រចាំចឹងទៅមិនមែនញាស់ទេគឺថាពងជាប្រចាំចឹងទៅយើងយកមួយថ្ងៃបានសុទ្ធ1សុទ្ធ2អីចឹងទៅហើយស្រាប់តែថ្ងៃណាមួយយើងដកមាន់ហ្នឹងចេញពីទ្រុងទៅតើយើងនឹងមានអាពងមាន់មួយថ្ងៃ1មួយថ្ងៃ2ហ្នឹងទៀតនៅក្នុងទ្រុងមាន់ហ្នឹងទៀតទេពីមាន់មេមិញហ្នឹងយើងសាកសម័យតិចមើលបងប្អូនយើងសាកសម័យអីតាមាន់គេពងអញ្ចឹងហើយដកមេមាន់វានៅតែមកពាន់មកពងហ្នឹងវានៅតែជ្រុះអញ្ចឹងរហូតទេគេសើចងាប់ហើយបងប្អូនសើចងាប់ហើយព្រោះធម្មតាមាន់វាមេនៅហ្នឹងតែដកមេចេញទៅវាមានពងមកពីណាទៀតវាអស់ហើយដូចគ្នាអញ្ចឹងទោសរបស់លោកកម្មសខានេះបើសិនជាយើងដកអាមូលទោសនឹងចេញអនុទោសឬទោសបន្ថែមហ្នឹងគឺវាលលាយដោយឯកឯងដោយស្វ័យប្រវត្តិហេតុអីបានជានៅជាប់ទៅវិញខ្ញុំពងតែឆ្ងល់ហើយបើជាប់ហ្នឹងគឺជាប់ក្នុងន័យថាម៉េចឬក៏យើងគិតថាទេពីមុនយើងយកមេមាន់ហ្នឹងមកវានៅរស់អញ្ចឹងពងមួយថ្ងៃមួយឥឡូវមេមាន់ហ្នឹងវាងាប់អញ្ចឹងដើម្បីឲ្យបានពងទៀតបន្តវត្តនៃការពងរបស់មាន់ទៀតយើងទុករូបថតមាន់ហ្នឹងនៅលើសបុកហ្នឹងទៅហើយអាចនឹងមានពងមាន់ហ្នឹងទៀតអាហ្នឹងក៏ទៅតែវាមិនកើតវាអត់មានព្រោះវាដកមេមាន់ប៉ុន្តែដោយដើមថ្នោតមួយដែលមានបញ្ញាក្អែកចឹងហ្នឹងបងប្អូនបញ្ញាក្អែកនេះគឺជាអនុទោសឯដើមថ្នោតឬដើមជ្រៃហ្នឹងវាគឺជាមូលទោសនៅពេលដែលដើមថ្នោតឬដើមជ្រៃហ្នឹងវាដួលតើអាបញ្ញាក្អែកហ្នឹងវានៅហោះនៅលើអាកាសហ្នឹងនៅដែកទៅសែតអញ្ចឹងមានផ្លែផ្កាភ្ញីអីអញ្ចឹងទៀតឬក៏វាដួលងាប់ជាមួយនឹងដើមធំនឹងដែរជាស្វ័យប្រវត្តិជា logic តាដើមជ្រៃដួលបញ្ញាក្អែកក៏វាងាប់ដែរព្រោះអីបញ្ញាក្អែកវាទៅជញ្ជក់ឬរស់ដោយសារតែអាស្រ័យផលទៅលើដើមជ្រៃធំឬដើមថ្នោតហ្នឹងតែរឿងនេះគឺជារឿងចម្លែកមែនទែនបងប្អូនខ្ញុំនិយាយទៅកញ្ញាញ់ខួរដែរប៉ុន្តែបងប្អូនខ្ញុំនិយាយនេះមិនមែនបានន័យថាដឹងស្អីទេដូចអត់ទៅមុខសោះនៅវល់រើដុំថ្មចោលឆ្កែហ្នឹងហើយគេទៅឯណាចោះអត់ចង់បានទេគេចង់ឲ្យបានលោកកម្មសខាទៅជួបម្ដាយឡើយជួបអីតាបងប្អូនខ្ញុំសប្បាយហើយប៉ុន្តែវាដូចជាមិនលះសោះវាដូចថាចឹងដែរមើលទៅដូចឲ្យចេញមកហើយក៏ចោះហេតុអីក៏មិនឲ្យគ្នាមានសិទ្ធិសេរីភាពពេញទំហឹងដូចតែជាប់គុកដែរនេះគុកឥតជញ្ជាំងណាបងប្អូន
គុកកើតនៅក្នុងផ្ទះហ្នឹងគឺមានជញ្ជាំងអាគុកនៅតាពាំង plong ក៏គុកមានជញ្ជាំងប៉ុន្តែអានេះគឺគុកឥតជញ្ជាំងអូយវេទនាជាងអាគុកមានជញ្ជាំងនឹងទៀតព្រោះអត់មានទឹកកោះមានត្រើយហើយមនសិការនឹងវាជេរស្ដីល្ងឹតឆឹងហើយយើងត្រូវចាំលោកកម្មសខាជាអ្នកនយោបាយបើអ្នកនយោបាយគឺឃ្លានការធ្វើនយោបាយដូចអ្នកញៀនបារីចឹងបងប្អូនបើយើងជក់បារីហើយស្រាប់ដល់ពេលហើយយើងផ្ដាច់គ្នាផឹងតែម្ដងដកចេញទាំងអស់អត់មានឲ្យម្ដងកាលមុនមកកញ្ចប់មួយថ្ងៃចឹងទៅឥឡូវកាត់មកនៅត្រឹមពាក់កណ្ដាលកញ្ចប់ចឹងទៅរួយ3ខែ4ខែក្រោយមកនៅត្រឹមមួយថ្ងៃ10ដើមចឹងទៅរួយទៅមួយឆ្នាំក្រោយមកនៅមួយថ្ងៃ2ដើមចឹងទៅដើម្បីឲ្យរាងកាយយើងនឹងវាស៊ាំព្រោះតែយើងកាត់ផ្ដាច់ភ្លាមចឹងគឺមានជំងឺមួយគេហៅថាជំងឺ withdrawal syndrome ដូចញៀនថ្នាំចឹងបងប្អូនទៅផ្ដាច់ភ្លាមហ្នឹងប្រកាច់ចាប់មិនឈ្នះទេព្រោះអីអាញៀនហ្នឹងវានៅជាប់ច្រើនពេកហើយយើងទៅដាច់ផឹងចឹងមកគឺយើងត្រូវមានឲ្យសម្រាលបន្តិចប៉ុន្តែរឿងលោកកម្មសខានេះគឺផ្ដាច់ពីនយោបាយផ្ដាច់ផឹងហ្មង9ឆ្នាំហើយធ្វើអីអត់បានឥឡូវឲ្យប្រឡែងខ្លួនមកអត់ធ្វើនយោបាយបានទៀតអ្នកនយោបាយមិនអាចធ្វើនយោបាយបានតើយើងស្បង់ចៃវរប្រសង់នៅពេលដែលយើងក្រងចៃវរចូលនៅក្នុងវត្តឲ្យអត់ឲ្យសូត្រធម៌អត់ឲ្យចយន្តោអត់ឲ្យបិណ្ឌបាតអត់ឲ្យអីថាយកស្បង់ចៃវរនោះមកពាក់ធ្វើស្អីព្រោះព្រះសង្ឃគឺត្រូវតែធ្វើបប្រតិបត្តិធម៌ទេសនាប្រាប់កុហកប្រាប់អីឧបាសកឧបាសិកាដើម្បីដូចថាផ្សាព្រោះប្រធរអីហ្នឹងឡើងឲ្យទៅអត់ឲ្យធ្វើអាហ្នឹងទាំងអស់តែពាក់ស្បង់ចៃវររឿងនេះហើយដែលរឿងកញ្ញាញ់ខួរបងប្អូនតែយ៉ាងណារឿងមួយទៀតឥឡូវនិយាយពីរឿងលោកកម្មសខាតើលោកកម្មសខាពិតជាមានទោសមែនឬបើតាមអ្វីដែលជាបរិជ្ជក្រិតដែលលោកហ៊ុនសែនចុះហត្ថលេខាជំនួសនេះគឺចាត់ទុកថាលោកកម្មសខាជាទណ្ឌិតមានទោសរួចទៅហើយប៉ុន្តែបងប្អូនតាមក្រឹតក្រមនីតិវិធីតុលាការពុំមានជនណាម្នាក់ចាត់ទុកថាមានទោសអក្រិតអីមួយនៅពេលដែលតុលាការមិនទាន់សម្រេចសាលដីកាជាស្ថាពរនៅឡើយទេអត់ទាន់មានទោសទេព្រោះអីយើងនៅសាលាដំបងកាត់ក្តីទៅណែឯងកាត់អីកាត់ទៅដាក់ទោសអីដាក់ទៅខ្ញុំប្តឹងបានន័យថាតុលាការจะរកឃើញថាមានទោសតែខ្ញុំអត់ទាន់ទទួលយកទោសហ្នឹងទេវាអយុត្តិធម៌ប្តឹងអត់ទាន់មានទោសទេតុលាការថាទៅព្រោះម្ចាស់ខ្លួននៅថាអត់ទាន់មានទោសអញ្ចឹងលោកកម្មសខាប្តឹងម្ដងហើយពីរឿងសាលក្រមសាលាដំបងមកចូលដល់សាលាឧទ្ធរតុលាការសម្រេចក្តីឲ្យលោកកម្មសខានៅជាប់ទោសដដែលតម្កល់សាលក្រមសាលាដំបងហើយថែម5ឆ្នាំទៀតប៉ុន្តែនៅសាលាឧទ្ធរនេះជាទូទៅគេទុកពេលឲ្យលោកកម្មសខា30ថ្ងៃទៅ60ថ្ងៃនៅក្នុងការប្តឹងសារទុកជំទាស់ទៅនឹងសាលក្រមសាលដីការបស់សាលាធរនេះព្រោះតុលាការកំពូលត្រូវកាត់ក្តីម្ដងទៀតហើយនៅពេលដែលតុលាការកំពូលអត់ទាន់កាត់ក្តីលោកកម្មសខាអត់ទាន់មានទោសជាស្ថាពរទេគ្រាន់តែជាការសន្មត់រកឃើញដោយតុលាការសាលាដំបងនិងតុលាការសាលាជាន់ខ្ពស់គឺសាលាធរបានន័យថាគាត់គេរកឃើញតែមានទោសតែសម័យខ្លួនអត់ទាន់មានទោសទេព្រោះអត់ទាន់មានសាលក្រមជាស្ថាពរហើយយើងត្រូវចាំណាបើសិនជាមិនទាន់មានសាលក្រមជាស្ថាពរណានៅក្នុងនីតិវិធីសំបីតែទៅអនុវត្តដោយបង្ខំដើម្បីរុះរើផ្ទះអ្នកណាក៏ដោយឧទាហរណ៍ទ្រព្យសម្បត្តិអចលនៈទ្រព្យទៅរឹបអូសទៅអីអត់មានតឡាការណាទៅចោះរឹបអូសទៅចោះរុះរើទៅចោះទាយកមកលក់ឡៃឡង់បានទាំងអត់ទាំងអស់ព្រោះអីរឿងក្តីតឡាការវាអត់ទាន់ចប់ដល់តែមានសាលដីកាស្ថាពរបានចប់រឿងបានន័យថាអស់នីតិវិធីតវ៉ាយើងជំទាស់អីជំទាស់តែតឡាការអស់ជាន់ថ្នាក់ហើយគេយើងមានទោសហើយជាតន់ដិតហើយស្ថាពរហើយគឺគេអនុវត្តសាលក្រមសាលដីកាមិនទាន់បង្ខំឬក៏បង្ខំឲ្យរឹបអូសឬក៏លក់ឡៃឡង់ឬក៏ទាឬក៏អីអាហ្នឹងបានអាចចូលជាធរមានបុគ្គលនោះគឺមានទោសតាមផ្លូវច្បាប់ហើយច្បាប់នេះគឺធានាដោយរដ្ឋធម្មនុញ្ញកម្ពុជាផងធានាដោយអនុសញ្ញាឬក៏កតិកាសញ្ញាអង្គការសហជីវជាតិឬអីចឹងសិទ្ធិនយោបាយសិទ្ធិពលរដ្ឋអីគឺគេចែងការពារសន្មត់ថាគ្មានអ្នកណាម្នាក់មានទោសឬក៏រងពិរុទ្ធអីទាំងអស់ទាល់តែតុលាការគ្រប់ជាន់ថ្នាក់សម្រេចថាបុគ្គលនោះមានទោសហើយបានប្រើប្រាស់អស់នីតិវិធីតវ៉ាក្តីក្តាំនៅក្នុងតុលាការចប់សពគ្រប់ហើយជាស្ថាពរតែរឿងនេះវានៅមានមន្ទិលច្រើនទៀតលោកកម្មសខាតវ៉ាថ្ងៃទីពេលដែលគេចេញសាលក្រមថ្ងៃទី3ខែមីនាឆ្នាំ2023គឺគាត់តវ៉ាថាគាត់អត់ខុសអីទេ
មេធាវីគាត់ក៏ថារឿងនេះក៏ជារឿងនយោបាយសហមេធាវីគាត់ទាំងអស់ថារឿងនេះរឿងនយោបាយទៅអត់មានគាត់មានកំហុសមានអីទេដូច្នេះរឿងនេះគឺវានៅតែស៊ីសង្វាក់គ្នារហូតសូម្បីតែសវនាការចុងក្រោយនៅតុលាឧទ្ធរថ្ងៃទី10ខែសីហាក៏លោកកឹមសុខានៅតែប្រកាន់ជំហរថាគាត់អត់មានប្រព្រឹត្តខុសអីទាំងអស់សហមេធាវីក៏ស្ដាប់តុលាការក៏ស្ដាប់សារការសក្ខីកម្មរបស់លោកកឹមសុខាបិទបញ្ចប់សវនាការនៅសាលាឧទ្ធរនឹងដែរហើយតុលាការនៅតែសម្រេចថាគាត់ខុស ឥឡូវតើលោកកឹមសុខាមានទោសគ្រប់គ្រាន់ហើយសាលដីកាចូលជាស្ថាពរឬនៅហេតុអីបានជាព្រះមហាក្សត្រអាចលើកលែងទោសមនុស្សម្នាក់ដែលអត់ទាន់មានទោសសោះព្រោះតុលាការអត់ទាន់សម្រេចទោសឲ្យជាស្ថាពរព្រោះលោកកឹមសុខានៅ30ទៅ60ថ្ងៃនៅក្នុងការប្តឹងសារទុកទៅតុលាការសាលាកំពូលទៀតនីតិវិធីបែបនេះគេអាចធ្វើកើតដែរចម្លើយស្អីក៏អាចកើតមានដែរនៅស្រុកខ្មែរហើយគេរៀបចំឲ្យត្រូវតាមនីតិវិធីច្បាប់ដែលយើងមើលឃើញទៅគឺថាជាការរៀបចំយ៉ាងសុក្រិតរបស់គេហើយស៊ីសង្វាក់ទៀតឥឡូវយើងមើលហេតុអីបានជាគេរៀបចំបែបនេះលោកកម្មសុខានៅថ្ងៃទី25ខែឧសភានេះគឺបានចេញលិខិតមិនប្តឹងសារទុកមានន័យយ៉ាងដូចម្ដេចបងប្អូនមនុស្សម្នាក់